នៅពេលដែលរៀនយើងយល់ទៅក្នុងសេចក្តីធម៌ពេលហ្នឹងកុសលកើតតែពេលដែលយើងឮសំឡេងវាជាសោតវិញ្ញាណទេមិនមែនជាកុសលទេណាបងអញ្ចឹងដើម្បីឲ្យចែកថាមួយណាជាកុសលមួយណាមិនមែនកុសលមួយណាលោភៈមួយណាទោសៈយើងទៅសិក្សាទាំងអស់គ្នានេះផ្ដើមដោយទិដ្ឋិកតសម្បយុត្តੰទៅមើលទាំងអស់គ្នាបងពាក្យថាទិដ្ឋិកតសម្បយុត្តੰប្រែថាប្រកបជាមួយនឹងទិដ្ឋិលោភៈដួងទីប្រមាណប្រកបជាមួយនឹងទិដ្ឋិលោភៈដួងទី1និងដួងទី2លោកចា៎អញ្ចឹងប្រកបព្រមជាមួយនឹងទិដ្ឋិលោកបញ្ជាក់ថាម៉េចទិដ្ឋិយល់ឃើញខុសឬក៏យល់ឃើញត្រូវយល់ឃើញខុសទៀតបសាធុអញ្ចឹងនៅពេលដែលយើងនិយាយដល់ទិដ្ឋិទៅមើលការបញ្យល់បន្ថែមទៀតលោកឈ្មោះបញ្ជាក់ថាម៉េចដែលឈ្មោះថាទិដ្ឋិព្រោះអត្ថាយល់ឃើញខុសទិដ្ឋិនៅក្នុងទីនេះគឺយល់ឃើញខុសព្រោះលោភៈជាប់ចម្ពាក់ជាកុសលឬអកុសលជាអកុសលយើងចាំតែម្ដងឲ្យតែលោភៈគឺជាអកុសលចុះយើងចង់បានបុណ្យអីទៅមិនទៅបើណាយើងចង់បានបុណ្យលោភៈបានទេលោភៈនឹងអកុសលឬក៏កុសលជាមហាកុសលលោកចា៎អូយលោភៈនឹងជាមហាកុសលបានទេអត់ទេជាអកុសលលោភៈជាអកុសលចង់បានបុណ្យក៏អកុសលដែរលោកអញ្ចឹងយើងត្រូវសម្លឹងចិត្តយើងនៅក្នុងពេលហ្នឹងថានៅពេលដែលយើងចង់បានបុណ្យហ្នឹងវាជាអ្វីឲ្យប្រកបសួរថាក្នុងហ្នឹងមានការជាប់ជំពាក់អត់សួរថាក្នុងហ្នឹងមានអកុសលកើតអត់វាអាចជាកុសលបានពេលហ្នឹងអាចជាកុសលក៏បានដែរពេលខ្លះយើងចង់បានបុណ្យមែនតែចេតនាយើងទៅថាចង់ធ្វើនៅកុសលបើសិនជាចិត្តមួយចង់ធ្វើនៅកុសលចង់ធ្វើនៅអំពើល្អវាមិនមែនជាលោភៈតែពេលខ្លះគ្រាន់តែដឹងថាធ្វើបុណ្យនឹងបានតែការឋានសួគ៌លោភៈចង់បានបុណ្យចង់តែការឋានសួគ៌អញ្ចឹងហើយចឹងអាលោភហ្នឹងក៏ជាអកុសលដែរតែបើសិនជាមានកុសលឆន្ទៈមួយប្រភេទថាចង់ធ្វើអំពើល្អនឹងទៅហ្មងចង់ស្ដាប់ធម៌ចង់រៀនធម៌ដូចញាតិញោមអញ្ចឹងមកចូលគោរពរៀនធម៌សិតតែចង់រៀនធម៌ត្រូវទេបាទចំណាទៀតតែយើងចង់រៀនធម៌នៅពេលហ្នឹងជាលោភៈអត់ទេលោកចា៎ជាកុសលចង់រៀនធម៌ហ្នឹងគេហៅថាជាកុសលឆន្ទៈដាប់តន់ណាបាទតន់លោកចា៎ចង់មានពីរយ៉ាងចង់ល្អចង់មិនល្អចង់ល្អកុសលឆន្ទៈចង់មិនល្អតណ្ហាលោភៈឥឡូវបកមេរៀនយើងវិញឆ្ងាយមេរៀនតិចតាមពិតទិដ្ឋិនេះពាក្យថាទិដ្ឋិប្រែឲ្យចំប្រែតាមប្រកដីតាមពាក្យសាមញ្ញយើងប្រែថាម៉េចការយល់ឃើញកុទិដ្ឋិប្រែថាម៉េចការយល់ឃើញលោកត្រូវចំណាំណាបងចំណាំមានប៊ិចមានអីណូតលើសភៅចំណាំលើសភៅខ្លួនឯងទៅបងទិដ្ឋិប្រែឲ្យចំប្រែថាការយល់ឃើញត្រូវឬក៏យល់ឃើញខុសពាក្យថាទិដ្ឋិយល់ឃើញខុសលោកចា៎ក៏បានត្រូវក៏បានបើភាសាពាក្យថាទិដ្ឋិហ្នឹងមិនទាន់ថាយល់ឃើញត្រូវឬយល់ឃើញខុសទេជាការយល់ឃើញអាចជាសមាទិដ្ឋិយល់ឃើញត្រូវបានអត់បានមិច្ឆាទិដ្ឋិយល់ឃើញខុសបានអត់បានចាស់បានអញ្ចឹងនៅពេលដែលលើពាក្យថាទិដ្ឋិវាមានទាំងយល់ត្រូវវាមានទាំងយល់ខុសតែកុំភ្លេចថាទីនេះជាកុសលឬអកុសលលោភៈចិត្តជាអកុសលលោកចាស់ជាមិច្ឆាទិដ្ឋិលោភៈហ្នឹងជាអកុសលអញ្ចឹងបានលោកសរុបសេចក្តីចុងក្រោយថាម៉េចប៉ុន្តែក្នុងទីនេះក៏បីជ្រាបថាជាមិច្ឆាទិដ្ឋិទេមិនមែនជាសមាទិដ្ឋិទេព្រោះហេតុអីព្រោះជាអកុសលស្ដាប់ឲ្យតន់ណាអញ្ចឹងនៅពេលដែលមានលោភៈកើតឡើង
ទិដ្ឋិកើតជាមួយបានអត់ បានលោកចាស់ កើតជាមួយ ឥឡូវបកមកវិញនៅពេលដែលមានទិដ្ឋិកើតលោភៈកើតជាមួយបាន